សួស្តីនៅក្នុងវីដេអូនេះផងដែរខ្ញុំចង់ចែករំលែកមួយទៀតអំពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំពោះកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលចំណុចទី3ពាក់ព័ន្ធនឹងអត្ថប្រយោជន៍គាំពារសង្គមមានន័យថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបន្ទាប់ពីគាត់បានចុះបញ្ជីជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានវិញ្ញាបនបត្រហើយករណីគាត់មានន័យថាមានបំណងចង់ទទួលបានរបបថែទាំសុខភាពតាមរបបភិក្ខទានស្ម័គ្រចិត្តគាត់អាចចុះបញ្ជីនៅបសសបានអញ្ចឹងឯកសារភ្ជាប់គឺមានអត្តសញ្ញាណប័ណ្ណរបស់គាត់មានសុពលភាពវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនឹងលក្ខខណ្ឌមួយទៀតគឺមានអាយុក្រោម60ឆ្នាំបន្ទាប់ពីគាត់បានចុះបញ្ជីរួចហើយមានន័យថាគាត់ក្លាយជាសមាជិកបសសផ្នែកបុគ្គលស្វ័យនយោបាយឬក៏អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងហើយអញ្ចឹងគាត់ចង់ចុះប្តីឬក៏ប្រពន្ធនិងកូននៅក្នុងបន្ទុកគឺគាត់អាចចុះបានហើយឯកសារសម្រាប់ចុះប្តីប្រពន្ធកូនហ្នឹងគឺមានប័ណ្ណបសសរបស់គាត់អត្តសញ្ញាណប័ណ្ណរបស់គាត់សៀវភៅគ្រួសារឬក៏សៀវភៅស្នាក់នៅហើយបន្ទាប់មកគាត់ត្រូវការសេចក្តីចម្លងអាពាហ៍ពិពាហ៍ហើយនឹងអត្តសញ្ញាណប័ណ្ណប្តីឬក៏ប្រពន្ធរបស់គាត់នឹងមានសុពលភាពហើយចំពោះការចុះកូនគឺយើងបន្ថែមទៅនឹងសេចក្តីចម្លងសម្បត្តិកំណើតរបស់កូននឹងហើយចំពោះកូនដែលមានអត្តសញ្ញាណប័ណ្ណហើយគឺមិនត្រូវការសេចក្តីចម្លងសម្បត្តិកំណើតនឹងទេគឺត្រូវការអត្តសញ្ញាណប័ណ្ណដែលមានសុពលភាព